ការកកើតនិងឥទ្ធិពលនៃជាតិនិយមជាតិនិយមត្រូវបានផ្ដល់និយមន័យថាជាការបណ្ដុះគំនិតការដំកើងផលប្រយោជន៍ជាតិរបស់ខ្លួនជាធំដែលភាគច្រើនទាក់ទងនឹងផលប្រយោជន៍អធិបតេយ្យភាពជាតិនៃប្រទេសឬមាតុភូមិរបស់ខ្លួនអ្នកជាតិនិយមគិតថាមធ្យោបាយដ៏ល្អបំផុតដើម្បីធ្វើឲ្យរឿងនេះកើតឡើងនិងជៀសវាងការគ្រប់គ្រងឬការគៀបសង្កត់ពីជាតិផ្សេងគឺចាំបាច់ត្រូវមានជាតិឬប្រទេសផ្ទាល់ខ្លួនតាមនិយមន័យផ្សេងមួយទៀតនៃជាតិនិយមគឺការកំណត់អត្តសញ្ញាណនៃជាតិសាសន៍របស់ខ្លួននិងគាំទ្រផលប្រយោជន៍របស់ខ្លួនជាពិសេសចំពោះការមិនរាប់បញ្ចូលឬការធ្វើឲ្យខូចប្រយោជន៍របស់ជាតិសាសន៍ដទៃប្រវត្តិសាស្ត្រនៃការកើតឡើងនៃជាតិនិយមត្រូវបានឃើញជា4ដំណាក់កាលរួមមាន 1. សម័យបុរេទំនើបត្រូវបានគេចាត់ទុកថាជាការចាប់ផ្ដើមនៃជាតិនិយមនៅសម័យបុរាណនិងមជ្ឈិមសម័យនៅពេលដែលក្រុមមនុស្សរួមគ្នាមានភាសាមានវប្បធម៌និងមានប្រពៃណីដូចគ្នានៅចុងសតវត្សទី18និងដើមសតវត្សទី19លទ្ធិជាតិនិយមសម័យទំនើបត្រូវបានចាប់ផ្ដើមដោយសារឥទ្ធិពលនៃបដិវត្តន៍នៅអាមេរិកនិងនៅបារាំងបដិវត្តន៍ទាំងពីរនេះបានបង្កើតឲ្យមានពីរសញ្ញាណនៃប្រទេសនិងគោលការណ៍នៃការគ្រប់គ្រងប្រទេសដោយខ្លួនឯងនៅចន្លោះសតវត្សទី19ដល់សតវត្សទី20គឺជាចលនានៃការបង្រួបបង្រួមនៃបណ្ដាប្រទេសនៅក្នុងទ្វីបអឺរ៉ុបហើយក្នុងពេលជាមួយគ្នានោះវាគឺជាពេលដែលប្រទេសនានានៅក្នុងទ្វីបអឺរ៉ុបបានដាក់អាណានិគមនៅទូទាំងអាស៊ីនិងអាហ្វ្រិកហើយបានឈានទៅដល់ការតស៊ូដោយប្រទេសក្រោមអាណានិគមដើម្បីឯករាជ្យរបស់ខ្លួនពីមហាអំណាចនៅអឺរ៉ុបដែលជាវេលានៃការកើតឡើងយ៉ាងខ្លាំងនៃជាតិនិយមនៅក្នុងពេលនេះយើងស្ថិតនៅក្នុងយុគសម័យនៃសកលភាវូបនីយកម្មដែលជាតិនិយមនឹងកើតឡើងក្នុងចំណោមក្រុមផ្ទុយគ្នានិងការខិតខំប្រឹងប្រែងដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជាតិនិយមនៅក្នុងប្រទេសកម្ពុជានឹងត្រូវបានកំណត់ថាជាជាតិនិយមខ្មែរដោយសារជាជនជាតិខ្មែរជាប្រជាជនភាគច្រើនដូច្នេះស្របតាមនិយមន័យនៃជាតិនិយមមានន័យថាជាចលនាដែលបម្រើផលប្រយោជន៍អត្តសញ្ញាណនិងវប្បធម៌របស់ជនជាតិខ្មែរអត្តសញ្ញាណជាតិខ្មែរត្រូវបានកត់សម្គាល់ថាបានចាប់ផ្ដើមនៅសម័យអាណាចក្រអង្គរដែលជាចំណុចកំពូលនៃអរិយធម៌ខ្មែរដោយមានវប្បធម៌និងស្ថាបត្យកម្មដ៏រុងរឿងនៅសម័យនោះប្រាសាទអង្គរវត្តត្រូវបានកសាងឡើងហើយបានប្រែក្លាយជានិមិត្តរូបនិងស្មារតីនៃមោទនភាពនិងមរតកជាតិខ្មែរវាច្បាស់ណាស់ថាទម្រង់នៃជាតិនិយមត្រូវកំណត់ឡើងជាពិសេសដោយប្រវត្តិសាស្ត្រហើយត្រូវបានបន្តពីមួយសម័យកាលទៅមួយសម័យកាលមានដូចជាសម័យអាណានិគមសម័យឯករាជ្យភាពនិងបរិបទនយោបាយសម័យទំនើបដែលការវិវត្តជាតិនិយមខ្មែរមានឥទ្ធិពលជាពិសេសពីឫសគល់នៃប្រវត្តិសាស្ត្របារាំងបានគ្រប់គ្រងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ1863ដល់ឆ្នាំ1953ក្នុងកំឡុងការគ្រប់គ្រងរយៈពេល90ឆ្នាំនិងការគៀបសង្កត់ដែលជាកត្តាជំរុញឲ្យកើតមានឡើងមនោសញ្ចេតនាស្រឡាញ់ជាតិក្នុងចំណោមឥស្សរជននិងបញ្ញវន្តខ្មែរនេះជាកាលៈទេសៈមួយដែលបានត្រួសត្រាយផ្លូវដល់ការបង្កើតចលនារំដោះជាតិដែលរួមមានចលនាខ្មែរសេរីចលនាខ្មែរឥស្សរៈនិងចលនាខ្មែរក្រហមជាតិនិយមខ្មែររបស់ចលនាខ្មែរក្រហមត្រូវបានគេជឿថាបានចូលរួមចំណែកដល់ការទទួលបានជ័យជំនះនិងឡើងកាន់អំណាចរបស់ខ្លួនការកើនឡើងនៃចលនាខ្មែរក្រហមក្រោមការដឹកនាំរបស់ប៉ុល ពត ត្រូវបានមើលឃើញថាជាជាតិនិយមជ្រុលរបបនេះបានបដិញ្ញាក្នុងការកសាងប្រទេសកម្ពុជាដែលពឹងផ្អែកទៅលើកសិកម្មដែលជាគោលនយោបាយចម្បងដោយរំពឹងថាប្រទេសកម្ពុជាមិនទទួលរងឥទ្ធិពលពីបរទេស
មនោសញ្ចេតនាជាតិនិយមជ្រុលនេះបានបណ្ដាលឲ្យមានភាពអន្តរាយដល់សង្គមជាតិនិងសេដ្ឋកិច្ចរហូតដល់មានការកាប់សម្លាប់ប្រជាជនអស់រាប់លាននាក់និងការកើតមានអំពើប្រល័យពូជសាសន៍ជាដើមនួនជាដែលជាអតីតអនុលេខាបកកុម្មុយនីសកម្ពុជានិងក្រោយមកបានក្លាយជានាយករដ្ឋមន្ត្រីស្ដីទីនៃរបបកម្ពុជាប្រជាធិបតេយ្យបានផ្ដល់និយមន័យខ្លីៗរបស់ខ្លួនអំពីជាតិនិយមនិងស្នេហាជាតិថាជាតិនិយមជាការស្រឡាញ់ប្រទេសជាតិប៉ុន្តែពឹងផ្អែកលើជំនួយបរទេសចំណែកឯពាក្យស្នេហាជាតិគឺអារម្មណ៍ស្រឡាញ់ប្រទេសជាតិត្រូវពឹងផ្អែកទៅលើប្រជាជនខ្លួនឯងជាការពិតនួនជាបាននិយាយក្នុងឱកាសជាច្រើនថាគាត់មិនមានអារម្មណ៍សោកស្ដាយចំពោះអ្វីដែលកើតឡើងនៅក្នុងរបបខ្មែរក្រហមនោះទេគាត់ជឿជាក់ថាអ្វីដែលខ្មែរក្រហមបានធ្វើទៅលើប្រជាជនក្រោមការដឹកនាំរបស់គាត់ដែលជាថ្នាក់ដឹកនាំកម្ពុជាលំដាប់ទី2គឺជាជំរើសដ៏ត្រឹមត្រូវក្នុងការការពារប្រទេសពីការលេបត្របាក់ដោយការឈ្លានពានពីបរទេសគាត់បានទទួលស្គាល់ថាគាត់មានឆន្ទៈនិងមានមោទនភាពក្នុងការសម្លាប់ជនក្បត់ជាតិដែលគាត់ចាត់ទុកថាជាគ្រោះថ្នាក់សម្រាប់ជាតិនួនជាថែមទាំងបានអះអាងក្នុងឱកាសចុងក្រោយរបស់គាត់ថាខ្ញុំនៅតែនិយាយថាខ្ញុំជាអ្នកស្នេហាជាតិហើយខ្ញុំត្រឹមត្រូវក្នុងការតស៊ូដើម្បីជាតិអ្នកស្នេហាជាតិដោយមានការចូលរួមក្នុងសមរភូមិគឺមនសិការក្នុងការស្នេហាជាតិព្រោះវាជាការចូលរួមក្នុងចលនាតស៊ូដ៏ពិតប្រាកដដូច្នេះហើយការលះបង់ដើម្បីជាតិប្រទេសជាតិនិងប្រជាជនហើយលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីជាតិទាមទារការសាកល្បងជាច្រើនជាពិសេសអ្នកដែលមិនមែនជាកសិករដែលត្រូវការកម្លាំងចិត្តផ្ទាល់ខ្លួនជាច្រើនឆ្នាំដើម្បីក្លាយជាអ្នកជាតិនិយមពិតប្រាកដផ្នែកមួយនៃគំនិតជាតិនិយមជ្រុលរបស់ខ្មែរក្រហមគឺការសន្យាផ្លាស់ប្ដូរសង្គមកម្ពុជាដោយការបំបាក់អ្វីជាឧបសគ្គចំពោះការគ្រប់គ្រងដោយខ្លួនឯងនិងយុត្តិធម៌សង្គមតាមរយៈអំណាចនិងថាមពលនៃបដិវត្តន៍នៅពេលដែលខ្មែរក្រហមបានគ្រប់គ្រងប្រទេសខ្មែរក្រហមបានផ្ដល់សិទ្ធិដល់ប្រជាជនមូលដ្ឋានដែលភាគច្រើនជាប្រជាជនក្រីក្រប្រជាជនថ្មីឬប្រជាជន17មេសាត្រូវបានបង្ខំឲ្យធ្វើការកាន់តែខ្លាំងហើយជារឿយៗត្រូវបានកំណត់ជាគោលដៅក្នុងការសម្លាប់ខ្មែរក្រហមក៏បានសម្លាប់ទាហាននិងសមាជិកបករបស់ខ្លួនជាច្រើនដែលត្រូវបានចោទប្រកាន់ថាជាជនក្បត់ជាតិឬប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួនដោយនិយមន័យនៃជាតិនិយមថាជាភក្តីភាពនិងការលះបង់ចំពោះជាតិជាពិសេសមនសិការជាតិដែលលើកដំកើងជាតិសាសន៍មួយលើសជាតិសាសន៍ដទៃមួយទៀតហើយលើកស្ទួយជាសំខាន់ដល់វប្បធម៌និងផលប្រយោជន៍របស់ខ្លួនខុសពីជាតិសាសន៍ដទៃឬប្រទេសដទៃដូច្នេះវានាំឲ្យមានការបង្កើតឡើងនូវភាពខុសគ្នាដើម្បីមានការបែងចែករវាងយើងនិងគេសម្រាប់ខ្មែរក្រហមពាក្យថាយើងបានសំដៅដល់ប្រទេសជាតិប្រជាជនក្នុងវណ្ណៈកសិករបដិវត្តន៍និងកងទ័ពនិងប្រព័ន្ធសមូហភាពចំពោះពាក្យថាគេគឺរាប់បញ្ចូលទាំងអ្នកដែលត្រូវបានវិនិច្ឆ័យថាជាចក្រពត្តិនិយមនិងសមាជិកនៃវណ្ណៈសក្តិភូមិមូលធននិយមដូចជារាជាវង្សអ្នកដែលបម្រើរបបលន់នល់អ្នកមាននិងអ្នកដែលរស់នៅក្នុងទីក្រុងឬទីរួមខេត្តជាដើមនៅក្នុងក្រសែភ្នែករបស់ខ្មែរក្រហមក្រុមទាំងនេះជាក្រុមដែលមានគ្រោះថ្នាក់ហើយត្រូវតែវិនាសជាតិនិយមពិតជាមនោគមវិជ្ជាដ៏មានអានុភាពនិងស្មុគស្មាញជាមួយនឹងទម្រង់និងផលប៉ះពាល់ផ្សេងៗវាជាតួនាទីដ៏សំខាន់ក្នុងការថែរក្សានិងលើកស្ទួយឋានៈរបស់ប្រទេសជាតិប៉ុន្តែវានឹងជាគ្រោះថ្នាក់នៅពេលដែលវាឈានដល់ភាពជ្រុលនិយមខ្លាំងដែលអាចនាំឲ្យមានជម្លោះសង្គ្រាមនិងអំពើប្រល័យពូជសាសន៍ជាដើម